đom power យើងកណ្ដាច់មួយដែលមាន Apple Play Android ហ្នឹងសម្រាប់ដាក់មាន YouTube នៅនេះហើយយើងបាច់ចាំកណ្ដាច់ហើយយើងបើក YouTube នៅលើឡានបានមិនខ្ញុំបញ្ឆេះអញ្ចឹងវាមាន Apple CarPlay ហ្នឹងនៅពេលដែលដុំទឹកទីវាយើងបញ្ឆេះទៅដុំនេះវាចាប់ដើមភ្លឺបន្តិចវាកណ្ដាច់ជាមួយ Apple CarPlay បាទវាឡើងចេញភ្លើងទៅហើយអញ្ចឹងវាលោតមកលើនេះឡាយើងអាចបើក YouTube បាននេះវារ៉ាន់ហើយណាស់អញ្ចឹងនៅហ្នឹងយើងអាចលេងជា YouTube ក៏បានវាចេញ Google Map អត់ដែរវាលោនអញ្ចឹងឲ្យយើងចង់បើក YouTube ក៏បានហើយយើងនេះបើសិនជាវាអត់ connect Wi-Fi មុនដំបូងយើងអត់តន់ស្គាល់យើងត្រូវបើក Wi-Fi វានេះសិនចូលមិនចេះចូល setting ហើយយើង connect Wi-Fi អញ្ចឹងយើង share hotspot ពីទូរស័ព្ទយើងទៅយើងអាច connect បានហើយអ៊ីនធឺណិតនេះយើងចុច like អ៊ីនធឺណិតយើងចុចយក Wi-Fi មក on មកវា connect ឲ្យហ្នឹងណាអញ្ចឹងវា connect ឲ្យរបស់ខ្ញុំវាស្គាល់ Wi-Fi ស្រាប់អញ្ចឹងវា connect រួចហើយអញ្ចឹងយើងចុចឲ្យ YouTube វាបើក YouTube ឲ្យបាទចេញចម្រៀងឲ្យហើយសំឡេងគឺនៅព្រោះដដែលអត់បែរព្រួលទេបាទអាចកំងបានដុំហ្នឹងគ្រឿងលេងនេះបាទគ្រឿងលេងនៅលើតាប់ឡូនេះហើយ screen បិទនេះធូរថ្លៃទេបាទ screen បិទនេះកាមេរ៉ាលើតាប់ឡូនេះទុនកម្មញ្ញៃបាទហើយនឹងបិទតាមដៃនេះបិទតាមដៃទាំងសងខាងទាំង4ទ្វេហ្នឹងតបមកមានតួទឹកទៀតតួទឹកភាគច្រើននៅនេះគេបិទតែ2តង់ឯងតែនៅនេះយើងមាន3តង់បាទនេះតួទឹកនៅទ្វេទី1តួទឹកនៅទ្វេទី2ហើយនឹងតួទឹកនៅកញ្ចក់នេះឲ្យវាស៊ីស្មើគ្នាពីមុខមកដល់ក្រោយបាទស៊ីស្មើគ្នាបាទហើយយើងមាននេះទៀតមានបិទតាប់ឡូក្រោយនេះកុំឲ្យក្មេងវាជន់លេងទៅវាសឹកបាទជា carbon fiber ហើយតាមពេលមួយយើងមានប្រកាន់ដៃនេះយើងបិទ carbon fiber ដូចគ្នាអាចតួងបានបាទមានសម្រាប់ Ford Territory បាទមានទាំង3នេះបាទតូនទឹកមាន3កង់